Miên rương rào sài hà dụ vào vây một cù đại cầm pung lập bay nên lửaบันไดសង្គមខ្លាំងមែនតែនដោយខាងស្រីបានប្តឹងខាងប្រុសដាក់ពន្ធនាគារការនៅស្រឡាញ់គ្នាផ្អែមល្ហែមដាក់គ្នាណាស់បែរជាម្ដាយខាងស្រីមិនពេញចិត្តបានប្តឹងខាងប្រុសដាក់ពន្ធនាគារបើតាមការផុសតាមការរៀបរាប់តាមការឆាតអំពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរនឹងជាសង្សារនឹងគ្នាទេឥឡូវនេះបែរជាឪពុកម្ដាយខាងស្រីប្តឹងទាមទារប្រាក់ចំនួន$5,000តែខាងប្រុសសុំចុះនៅសល់$2,000និងធ្វើការដាក់ពន្ធនាគារថែមទៀតបើតាមការរៀបរាប់របស់ប្អូនស្រីម្នាក់ដែលមានគណនីឈ្មោះកូនម៉ែវតូចគាត់បានសរសេរថាសូមបងប្អូនពិចារណាតាមការគិតព្រោះម្នាក់ស្រីនឹងមកបន្ទប់គេដោយខ្លួនឯងមាននរណាហៅផឹកនោះទេមកផឹកបន្ទប់គេដល់យប់ជ្រៅគេឲ្យមកបន្ទប់វិញមិនមកនោះទេហើយពេលនោះក៏ដល់ពេលព្រមព្រៀងគ្នាធ្វើអីរៀងខ្លួនក្រោយមកម្នាក់ស្រីនឹងក៏បានប្រាប់ឪពុកម្ដាយរបស់នាងខាងប្រុសបានចាប់បង្ខំនាងហើយក៏បានដាក់ពាក្យបណ្ដឹងខាងប្រុសថែមទៀតផងដំបូងទាសំណងខាងប្រុស$5,000តែខាងប្រុសសុំចុះសល់$2,000ហើយខាងស្រីបានទុកពេលឲ្យ20ថ្ងៃខាងប្រុសក៏បានឡើងមកពីភ្នំពេញមកផ្ទះដើម្បីរកលុយសងមិនមែនកិច្ចខ្លួននោះទេហើយម្នាក់ស្រីនឹងបានបន្តថានាងអាយុ14-15ឆ្នាំតើហេតុអីនាងធ្វើរោងចក្រកើតក្រោយមកប្តឹងខាងប្រុសហើយក៏បានប្រាប់ខាងប្រុសថានាងមិនមែនអាយុប៉ុណ្ណោះទេសូមបងប្អូនជួយរកយុត្តិធម៌ជូនបងខ្ញុំផងបងខ្ញុំស្លូតត្រង់ណាស់ក៏ធ្លាប់បួសរៀនច្រើនឆ្នាំមកដែរតែទោះជាយ៉ាងណានេះជាការសរសេររៀបរាប់របស់កូនមេតូតែមិនដឹងជាសាច់ញាតិខាងប្រុសឬយ៉ាងណាទេហើយគាត់ក៏បានឆាតទំនាក់ទំនងគ្នាជាច្រើនតាមពិតទៅគាត់គឺជាមនុស្សដែលស្រឡាញ់គ្នានោះទេ